បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំមករៀនពីរបៀបភ្ជាប់កម្មវិធី V380 Pro របស់កាមេរ៉ាសុវត្ថិភាពអញ្ចឹងដំបូងយើងចូល Play Store ក៏បាន App Store ក៏បានអញ្ចឹងយើង search វាមកយើងវាយពាក្យថា V380 Pro នេះវាលុបនៅខាងលើនេះចុចលើវាមួយមកហើយយើងធ្វើការ download វាទៅនៃកម្មវិធីរូបនេះអញ្ចឹង download install វាមកយើងចាំវារហូតដល់ពេញ 100% ហើយយើងចាំវាបន្តិចសិនទៅហើយបន្តមកទៀតយើងតខ្សែភ្លើងអីហើយយើងដោតដូចវាមកកាមេរ៉ារបស់យើងហ្នឹងបានយើងអាចភ្ជាប់វាបានអញ្ចឹងយើងចាំឲ្យវាវិលសិនឥឡូវនេះកម្មវិធីយើង download បានជោគជ័យហើយអញ្ចឹងយើងចូល open នេះមកក៏បានដែរចុចលើវាមួយមកចាំវាបន្តិចដល់កន្លែងនេះយើងគ្រីសកន្លែងពណ៌លឿងនេះហើយចុចពណ៌ខៀវចាំបន្តិចយើងចុច get start ដល់ចំណុចនេះវាមាន3ចំណុចខាងក្រោមនេះវាមានយើង connect មួយ Gmail ក៏បានយើង connect ជាមួយ Facebook ក៏បានបើ iPhone វាមាន load platform nàyនេះបានន័យថាយើងភ្ជាប់ជាមួយ Apple ID iPhone យើងភ្ជាប់មួយ Apple ID ទៅព្រោះចាវា support ជាមួយ Apple ID បើ Android យើងចូលជាមួយ Facebook ឬក៏ Gmail ទៅជាច្រើនចូលជាមួយ Gmail វាស្រួលជាងអញ្ចឹងយើងជ្រើសរើស Gmail របស់យើងមួយមកយើងចង់ដាក់មួយណាយើងចុចមួយហ្នឹងទៅបើចុចម្ដងវាទៅចុចម្ដងទៀតវាប្រកាសជាទៅហើយបន្តមកយើងយក AC ជា confirm ឡើយនេះចុច I know ទៅ get start មកហើយបន្ទាប់មកទៀតយើងត្រូវតែធ្វើការ reset កាមេរ៉ាសិនមុននឹងយើងភ្ជាប់ឬក៏យើងត្រូវការបដូរ Wi-Fi អីត្រូវ reset វាទៅនេះប៊ូតុង reset វារុនមូលទូចហ្នឹងណាយើងបើកដំណើរការវាវិលហើយវាឈប់វិលចាំយើងចុច reset វាទៅដើម្បីផ្ដាច់វាជាប់ device ចាស់អីចឹងយើងចុចដើម្បីចាប់ផ្ដើមសារឡើងវិញយើងចុចរាវក្នុងមុខតិចមកតែពាក់កណ្ដាលអីតែយើងមិនចាក់ជ្រៅពេកទេចាក់ទៅលើប៉ាក់ហ្នឹងចាក់វាជាប់ទៅវាលឺសំឡេងថា reset ឥឡូវនេះវានិយាយហើយយើងចាំវាវិលសិនពេលវាវិលហើយចាំយើងធ្វើការភ្ជាប់វាតមកទៀតយើងត្រូវមើលសិនទូរស័ព្ទយើងមាន Wi-Fi នៅអញ្ចឹងបើយើងមាន Wi-Fi ហើយយើងចូលសញ្ញាបូកមកខាងលើក៏បានខាងក្រោមក៏បានیاខាងលើក៏បានអញ្ចឹងចុចសញ្ញាបូក add កាមេរ៉ាមកហើយយើងចុចអនុញ្ញាតវាទាំងអស់មកបើវា load អក្សរ allow យើងចុច allow ទាំងអស់មកឲ្យតែវា load មកយើងអាចភ្ជាប់វាតាម QR code ក៏បានតាម Bluetooth ក៏បានតាម hotspot ក៏បានដែរស៊ីសលើយើងជ្រើសរើសទេយើង confirm យើងបើកទីតាំងយើងមកដើម្បី Wi-Fi របស់យើងវា load ចូលនៅក្នុងកម្មវិធីហ្នឹងបើយើងអត់បើកទេ Wi-Fi ក៏វា load មកដែរអញ្ចឹងយើង select កន្លែងពណ៌ខៀវនេះយើងជ្រើសរើសយក Cambodia មកយើងអស់វាមកក្រោមក៏បានយើងវាអក្សរខាងលើក៏បានដែរអញ្ចឹង confirm មកតមកទៀត Wi-Fi យើងបើមានកតុយ 5G ចេះគឺវាអត់ support ទេអញ្ចឹងយើងត្រូវដូរ Wi-Fi ឈ្មោះធម្មតាអញ្ចឹង Wi-Fi ជាទូទៅភាគច្រើនវាមាន2អញ្ចឹងមាន 5G មានធម្មតាអញ្ចឹងយើងកុំយក 5G យើងយកធម្មតានេះមកតមកទៀតយើងចាំ connect វាហើយយើងថយចូលកម្មវិធីវាវិញមកនេះវា load ដល់ឈ្មោះធម្មតាមកនេះអត់មាន 5G ទេបន្តមកទៀតយើងត្រូវដាក់ password Wi-Fi ឲ្យត្រឹមត្រូវ password យក Wi-Fi យើង password បានយើងត្រូវវាត្រូវមកឥឡូវយើងដាក់ហើយចុច confirm តមកចុច I know នេះមកយើងឲ្យកាមេរ៉ា scan ណាយើងមិន scan កាមេរ៉ាយើងឲ្យកាមេរ៉ា scan យើងដាក់ចំមុខកាមេរ៉ាចឹងមក scan តវាឮសំឡេងនិយាយហើយចាំយើងចុចវាទៅមុខបើវាអត់តន់និយាយទេយើងកុំតន់ចុចទៅមុខណាបញ្ជាក់ឡើងឲ្យច្បាស់ឥឡូវនេះវានិយាយហើយយើងចុចទៅមុខទៅយើងចាំវាបន្តិចដល់កន្លែងនេះវាភ្ជាប់បានហើយអញ្ចឹងយើង not now ខាងក្រោមកុំយ៉ាលឿងអានេះឈ្មោះយើង select យក home ក៏បានយកអីក៏បានយើងចុចខ្វាយមកយើងភ្ជាប់វាបានហើយតែប៉ុណ្្នឹងទេអញ្ចឹងយើងចុចលើវីដេអូ play មកបានហើយ